អនុញ្ញាតសូមគ្រប់ជំរាបសួរបងប្អូនអរគ្នាជួបជាមួយខ្ញុំបាទដាលីននៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាពីរបៀបភ្ជាប់ម៉ូទ័រដែលមានខ្សែ4សរសៃដែលយើងប្រើជាមួយតង់ខ្យង 220V ជាមួយ frame កង់ 50Hz ហើយសម្រាប់ម៉ូទ័រនេះដែរគឺយើងអាចតឲ្យវាវិលឆ្វេងស្ដាំបានសម្រាប់ម៉ូទ័រដែលយើងប្រើ mono ណាតែបងប្អូនអរគ្នាតែងឆ្ងល់ថាម៉ូទ័រយើងប្រើ mono thìយើងអាចឲ្យវាវិលឆ្វេងស្ដាំដូចម៉ូទ័រ 3 ដែរទេហើយនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញតើតើមួយការភ្ជាប់ឲ្យដំណើរការដែលយើងប្រើជាទូទៅណាបាទជាទូទៅបងប្អូនអរគ្នាអាចវាស់បានសម្រាប់ខ្សែ4សរសៃនេះគឺវាមានខ្សែពណ៌ខ្មៅពណ៌ក្រហមពណ៌ខៀវហើយនិងពណ៌លឿងជាទូទៅអាពីរនេះគឺវាចែកចេញជាពីរផ្នែកដែលយើងអាចនិយាយថាជាពីររបបវាមានរបបមួយហៅថារបប start ចំណែកឯរបបមួយទៀតហៅថារបប run អញ្ចឹងបើសិនជាបងប្អូនអរគ្នាចង់ឲ្យវាដំណើរការហើយបើសិនជាយើងយកម៉ូដពីដើមមកវាអាចនឹងមានខ្សែមូលជាប់របប run មួយនិង run start មួយចូលគ្នាមានន័យថាវាយកខ្សែទាំងអស់4សរសៃយកខាង start មួយសរសៃហើយនិងខាង run មួយសរសៃភ្ជាប់ចូលគ្នាអញ្ចឹងវាអាចដើរបានអាហ្នឹងបើសិនយើងយកមកពីងាយរបស់វាគឺយើងអាចប្រើជាមួយភ្លើង 220V បានបាទតែចំណែកឯបងប្អូនអរគ្នាដូចជាបាត់ខ្ចៅបាត់អីដែលយើងតសារថ្មីអីវាចាស់អីចឹងណាបាទដូចជាម៉ូទ័រក្នុងរូបនេះជាដើមអញ្ចឹងបងប្អូនអរគ្នាអាចធ្វើការវាស់បានហើយការវាស់គឺខ្ញុំគិតថាបងប្អូនអរគ្នាគឺចេះហើយតើតើមួយការភ្ជាប់ម៉ូទ័រការវាស់កំហុចម៉ូទ័រថាម៉ូទ័រយើងខូចម៉ូទ័រយើងអត់អីចឹងណាបាទអញ្ចឹងនៅក្នុងខ្សែ4សរសៃនេះយើងអាចវាស់បានតែយើងយក multimeter របស់យើងមកយើងកាច់យក clip ohm យើងវាស់យក clip ohm ណាបងប្អូនគ្នាយក watt stock មកយើងអាចដឹងហើយជាទូទៅបងប្អូនអរគ្នាយកខ្សែហ្នឹងចាក់យកខ្សែ multimeter របស់យើងចាក់ជាមួយនឹងខ្សែ motor ទាំង4សរសៃនឹងប៉ុន្តែមិនមែនចាក់ម្ដងទាំង4ទេណាបងប្អូនអរគ្នាគឺយើងយកមកចាក់យកជើង multimeter មួយចាក់ជាមួយខ្សែយើងខ្សែ motor មួយសរសៃមកហើយយើងរាវរមើលចំណែកខ្សែ3សរសៃទៀតបើសិនជាខ្សែណាលឺមានន័យថាវាជាគូរបស់គ្នាហើយបាទអញ្ចឹងគឺបើយើងរកឃើញមួយគូនេះហើយអញ្ចឹងមួយគូទៀតគឺយើងអត់ពិបាករកទេចឹងមានថាវាមានមួយគូជារ៉ាន់ហើយមួយគូទៀតជា start ចឹងយើងចាប់ចងវាទុកថា start ជា start run ជា run មកប៉ុន្តែយើងមិនបាញ់ចែកថាអូអានេះជា run ឬក៏ជា start ទេយើងគ្រាន់តែវាស់ថាឲ្យដឹងថាមុខខ្សែមួយណាជាគូមួយណាមកគឺប៉ុណ្ណឹងគឺបានហើយចឹងបងប្អូនអរគ្នាចង់ឲ្យវាដំណើរការបងប្អូនអរគ្នាគ្រាន់តែយកខ្សែរបស់វាឆ្លាស់គ្នាណាបើអញ្ចឹងធ្វើចាស់យើងបិទពីសុទ្ធលេខ1ទៅលេខ2លេខ3លេខ4ចុះបាទហើយលេខនេះគឺជាលេខដែលខ្ញុំតាំងខ្លួនឯងទេបងប្អូនអរគ្នាអាចវាស់បានណាខ្ញុំវាស់ទៅឃើញថាខ្សែលេខ1និងលេខ2គឺវាជាគូរបស់ run ចំណែកឯលេខ3និងលេខ4គឺជា start អញ្ចឹងដើម្បីអាចដំណើរការបានគឺខ្ញុំយកជើងលេខ1បាទផ្គុំជាមួយនឹងជើងលេខ4អញ្ចឹងយើងភ្ជាប់ជាមួយ node ក៏បាន pha ក៏បានដែរសម្រាប់ជើងមួយនេះណាចំណែកឯជើងលេខ2និងលេខ3គឺយើងភ្ជាប់ជាមួយ node បាទអញ្ចឹងគឺ pha មួយ node មួយគឺយើងអាចប្រើការបានហើយជាងដោតទៅ motor ហ្នឹងគឺដំណើរការឬក៏បងប្អូនគ្នាប្រើភ្ជាប់ចេះក៏បានដែរគឺយើងយកលេខ1ភ្ជាប់ជាមួយនឹងលេខ3ហើយចំណែកឯលេខ2ភ្ជាប់ជាមួយនឹងលេខ4គឺបែបនេះគឺយើងដាក់ទៅគឺរ៉ាន់ដូចគ្នាពុទ្ធសាសអីខ្ញុំតាំងថាបាទពុទ្ធសាសតែខ្ញុំតាំងលេខ1និងលេខ2ជារបបរ៉ាន់ចំណែកឯលេខ3និងលេខ4គឺជារបបខាង start ពុទ្ធសាសខ្ញុំវាស់ទៅឃើញបែបនេះណាហើយខ្សែនេះគឺបងប្អូនគ្នាអាស្រ័យទៅលើការតាំងទេតាំងមិនក៏បានដែរប៉ុន្តែធ្វើម៉េចឲ្យថាដឹងថាមួយណាជាគូមួយណាយើងចាប់ដាក់ជាមួយគ្នាទៅបានហើយប៉ុន្តែមិនមែនបងប្អូនគ្នាឧបមាថាយើងវាស់ឃើញលេខ1និងលេខ2ជារបបរ៉ាន់ចំណែកឯលេខ3លេខ4ជា start បងប្អូនគ្នាយក node ចាប់ជាមួយ start យក pha ចាប់មួយខាងរបបរ៉ាន់ណាគឺចេះគឺវាដើរទេយើងខុសហើយអញ្ចឹងយើងត្រូវខ្វែងជាងផ្លាស់ប្ដូរគ្នាបាទបងប្អូនអ្នកគ្នាវាស់ហើយឃើញថារបបមួយណាជារបប start របបមួយណាជារបប run អញ្ចឹងបងប្អូនអ្នកគ្នាគ្រាន់តែចាប់វាដាក់មកខាងម្នាក់ទៅហើយតេស្តមើលថាបងប្អូនអ្នកគ្នាត្រូវការឲ្យវាវិលទៅខាងណាអញ្ចឹងនៅក្នុងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអ្នកគ្នាយល់អញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណ